ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកចូលរួមប្រជុំជាមួយនឹងអង្គការអន្តរសាសនានៅឯរមណីយដ្ឋានថ្មរំចាក់ដែលស្ថិតនៅចំណុចកភ្លុកជាភូមិបកសម្ព័ន្ធជាមួយនឹងភូមិជេនកំពង់ចាមស្រុកសម្បូរខេត្តក្រចេះបាទហើយរមណីយដ្ឋានថ្មរំចាក់នេះទៀតសោតគឺមានប្រវត្តិពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រខ្លះៗផងដែរដែលបងប្អូននៅក្នុងសហគមន៍ចំណុចកភ្លុកនេះគាត់បានបរិយាយនិងរៀបរាប់ប្រាប់ត្រួសទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិហើយបានដឹងអំពីផែនការក៏ដូចជាជីវប្រវត្តិដែលពាក់ព័ន្ធជាមួយនឹងថ្មរមណីយដ្ឋានថ្មរំចាក់នេះតែម្ដងបាទហើយថ្មរំចាក់នេះគឺមានលក្ខណៈខុសពីថ្មយើងធម្មតាពុកម៉ែបងប្អូនណាបាទគឺខុសពីថ្មយើងធម្មតាអញ្ចឹងមូលហេតុអីបានគេហៅថាថ្មរំចាក់ពុកម៉ែបងប្អូនបាទបន្តិចទៀតនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនយកទៅបានទស្សនាជាមួយនឹងរូបរាងនៃថ្មរំចាក់នឹងទាំងអស់គ្នាបាទហើយនេះគឺជាសាឡុំមួយបាទសាឡុំមួយដែលកសាងមិនទាន់ហើយពុកម៉ែបងប្អូនបាទកសាងឡើងដោយសហគមន៍ដែលបានសហការគ្នាជាមួយនឹងសប្បុរសជនក្នុងនិងក្រៅប្រទេសបាទហើយក៏បានដាក់តម្កល់រូបព្រះបដិមាកររូបព្រះបដិមាដើម្បីទុកជាកន្លែងសក្ការៈបូជាបាទហើយនោះគឺជាមាត់ច្រកបាទមាត់ច្រកឡើងទៅលើកំពូលភ្នំថ្មរំចាក់នេះតែម្ដងពុកម៉ែបងប្អូនបាទគឺមានលក្ខណៈសន្ធឹងជាធម្មជាតិពុកម៉ែបងប្អូនអត់មានពីណាមកកែច្នៃទេគឺធម្មជាតិសុទ្ធសាធពុកម៉ែបងប្អូនណាបាទបាទនេះគឺមានរុនតូចជាច្រើនបាទនៅតាមច្រាំងជើងថ្មភ្នំនេះបាទហើយរុនតូចនេះក៏មិនមានអ្នកកែច្នៃដែរគឺកើតឡើងដោយធម្មជាតិបាទលោកពីម្ខាងទៅម្ខាងបាទហើយខាងនេះក៏មានរុំដែរហើយកន្លែងនេះបាទហាក់បីដូចជាយើងយកថ្មទៅរៀបទល់ធ្វើជាចតុលអញ្ចឹងបាទក៏ប៉ុន្តែមិនមានអ្នកណាមករៀបទេបាទអត់មានអ្នកណាមករៀបទេគឺលក្ខណៈធម្មជាតិសុទ្ធសាធពុកម៉ែបងប្អូនបាទនេះគ្រាន់តែជារូបរាងមាត់ច្រកចូលនៃថ្មភ្នំរំចាក់ទេពុកម៉ែបងប្អូនបាទហើយនេះផ្ទាំងថ្មខាងលើនេះបាទដុសលយចេញមកប្រៀបដូចយើងរចនាទុកបាទតាំងពីចំនួនដើមមកអញ្ចឹងប៉ុន្តែនេះក៏ជាលក្ខណៈធម្មជាតិតាំងពីបុរាណមកផងដែរបាទនេះគឺមាត់ច្រកចូលហើយមាត់ច្រកចូលនេះបាទសុទ្ធសឹងតែអាចប្រជៀវពុកម៉ែបងប្អូននេះឃើញក្រាលពីពេញដីនេះបាទមិនមែនកំតិចកំទីសម្រាមទេគឺអាចប្រជៀវបាទដែលយប់ឡើងពួកគេជាកន្លែងស្នាក់អាស្រ័យដោយមានក្តីសុខរបស់គេណាបាទហើយនេះច្រកឡើងទៅខាងលើបាទឯពីលើក្បាលខ្ញុំនេះបាទមានស្មោផ្ទាំងធំមួយហើយក៏មានលក្ខណៈដូចយើងជីកលងឲ្យមានកលុកបើកលុកនេះកលុកដូចមួកអញ្ចឹងពុកម៉ែបងប្អូនណាបាទលុកដូចមួកអញ្ចឹងបាទហើយមាត់ច្រកចូលនេះគឺពុកម៉ែបងប្អូនអាចទស្សនាហើយសម័យមើលថាមាត់ច្រកចូលនេះគឺមានលក្ខណៈដូចម្ដេចពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំអត់បង្ហាញអំពីរូបរាងនៃមាត់ច្រកចូលនឹងទេទុកឲ្យពុកម៉ែបងប្អូន
ទស្សនាហើយនឹងវាតម្លៃទាំងអស់គ្នានឹងស្រមៃឃើញថាជារូបរាងអ្វីឲ្យពិតប្រាកដបាទអរគុណច្រើនយើងនឹងមានវីដេអូក្រោយទៀតដើម្បីនឹងរៀបរាប់អំពីប្រវត្តិនៃថ្មរំចាក់នេះឲ្យពុកម៉ែបងប្អូនស្គាល់ទាំងអស់គ្នាបាទហើយពុកម៉ែបងប្អូនអាចនឹងអញ្ជើញមកទស្សនាកំសាន្តផ្ទាល់នៅចំណុចកំភ្លុកដែលជាភូមិបកសម្ព័ន្ធនិងភូមិចេនគោងកំពង់ចាមស្រុកសបូខេត្តក្រចេះដែលធ្វើដំណើរចម្ងាយពីមុខវត្តអាចេនចូលមកក្នុងនេះរយៈចម្ងាយ8គីឡូបាទនឹងដល់ថ្មរមណីយដ្ឋានថ្មរំចាក់នេះតែម្ដងបាទអរគុណច្រើនជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបានសុខភាពល្អនិងមានសុភមង្គលក្នុងគ្រួសារជានិច្ចនិរន្តរ៍រៀងខ្លួនបាទហើយរងចាំទស្សនានៅវគ្គបន្តទៀតបាទ